អ្នកដែលឆ្លាញ់ក្រែមមកលងគ្រាន់មើលវីដេអូនេះហើយគឺលងស្នេហ៍ដូចញោមអញ្ចឹងអ្នកនរគ្នាគឺក្រែមហ្នឹងលងភ្លឺស្អាតខ្លាំងមែនតែនហ្មងនេះគឺជា651គឺពណ៌រៀងក្រហមហើយគេមានផ្លេកនៅខាងក្នុងតែផ្លេកហ្នឹងមើលអត់សូវខ្លាំងឃើញខ្លាំងទេប៉ុន្តែនៅពេលដែលលាបទៅគឺវាធ្វើឲ្យមាត់យើងហ្នឹងគឺឃើញកាន់តាលងភ្លឺហ្មងពណ៌ហ្នឹងគឺលាបហើយគឺឃើញក្មេងខ្លាំងណាស់អ្នកនរគ្នាក្រហមបែបផ្កាឈូកមានផ្លេកទូចឹងអ្នកនរគ្នាពណ៌បន្ទាប់គឺ652ពណ៌ហ្នឹងរៀងស្តៀងលើកមុនគាត់50ពណ៌រៀងបែកទឹកក្រូចណាគេដែលមានវ៉មធូននេះគឺគាត់អាចប្រើបានលើសពីការរំពឹងទុកអ្នកនរគ្នាពណ៌នេះខ្ញុំគិតថាលាបទៅឃើញខ្មៅដូចពួកអីឈ្មោះគេហ្នឹងគឺឃ្លាម៉ូកាខ្ញុំស្មានចេញពណ៌រៀងកម្ៅណាគេដែលសភាពគឺអាចលាបពណ៌ហ្នឹងបានណាហើយក្រែមមួយហ្នឹងបើសិនជាអ្នកនរគ្នាលាបជា layer ស្រាលអត់ដិតដូចខ្ញុំគឺឃើញបមាត់យើងគឺបែបធម្មជាតិឲ្យលងភ្លឺចឹងហ្មងបន្ទាប់ពីលេខ2ហើយគឺចូលលេខ3ឯង653និយាយទៅ packaging ហើយនឹងខាងក្នុងគឺពណ៌ខុសគ្នាអ្នកនរគ្នាអានេះវិញដល់ផ្កាឈូកហើយសបកខាងក្រៅគេឡើងកម្ៅហើយគេដាក់ nude pink ណាកាលវីដេអូមួយហ្នឹងអត់ត្រូវនិយាយនៅក្នុងវីដេអូឯងគឺ voice over សតក៏មិនតែដោយសារតែតេសហើយវាស្រឡាញ់ហើយវាដូចអារម្មណ៍ប្លែកគឺជាពណ៌លេខ4ពណ៌នេះដុតសាហាវហ្មងហ្នឹងហើយអ្នកនរគ្នាចំពោះពណ៌លេខ4ហ្នឹងណាគេដែលស្រឡាញ់ពណ៌ក្រហមមកលងគឺអាចយកពណ៌ហ្នឹងបានដោយសារពណ៌ក្រហមគេហ្នឹងគឺដូចម្ទេសទុំចឹងអ្នកនរគ្នាក្រហមហ្នឹងក្រហមឲ្យយកតែមែនតែនហ្មងណាអញ្ចឹងពណ៌ហ្នឹងក៏ស្អាតដែរអ្នកនរគ្នាណាគេស្រឡាញ់ក្រហមអីគឺអាចយកលេខ4ហ្នឹងបានបន្ទាប់មកគឺពណ៌លេខ5នេះពណ៌រៀងបែបផ្កាឈូកស្រាលតែបែករៀងទឹកក្រូចផ្កាឈូករៀងបែកទឹកក្រូចណាអ្នកនរគ្នាគេដែលចង់លាបក្រែមលាបមាត់តែអត់ចង់ឲ្យគេឃើញថាយើងលាបក្រែមលាបមាត់គឺអាចសាក655នេះបានគឺសភាពខ្លាំងអញ្ចឹងពណ៌លេខ5ហ្នឹងគឺវារៀងស្រាលបែកទឹកក្រូចពណ៌លេខ3មិញស្រាលតែបែកផ្កាឈូកអញ្ចឹងពីរពណ៌ហ្នឹងស្តៀងគ្នាពណ៌ចុងក្រោយគេគឺ656គឺបែកផ្កាឈូកខ្ចីហ្មងនៅពេលដែលលាបហើយគឺឃើញទម្រង់មុខយើងឃើញផ្សេងណាគ្នាលាបហើយឡើងឃើញស្អាតហ្មងអានេះក៏ពណ៌ស្រាលដែរអ្នកគ្នាពណ៌រៀងបែកផ្កាឈូកអាមុនហ្នឹងរៀងស្រាលតែបែកទឹកក្រូចអានេះស្រាលតែបែកពណ៌ផ្កាឈូកអ្នកគ្នាតែផ្កាឈូកនេះរៀងហឺសបល់ដែរបើសិនជាមានបេមាត់រៀងកម្ៅអីគឺប្រើអត់កើទេតែបើបេមាត់យើងរៀងក្រហមព្រឺគឺប្រើបានស្អាតពេលដែលខ្ញុំលាបក្រែមពណ៌ហ្នឹងទៅខ្ញុំមានអារម្មណ៍ថាចេះខ្ញុំចាប់អារម្មណ៍លើពណ៌ហើយក្នុងភ្នែកខ្ញុំគឺអត់សូវ focus លើមាត់ទេចង់លាបក្រែមរៀងឃើញធម្មជាតិហើយអត់សូវឃើញខ្លាំងគឺអាចយក656ហ្នឹងបានចឹងពណ៌កូនបើ656ហ្នឹងបើសិនជាអ្នកនរគ្នាលាបតាណាតណីដែលអត់ចង់ឲ្យគេឃើញបូមាត់ខ្លាំងគឺអាចយកលេខហ្នឹងបានគឺគេមើលអត់ដឹងថាយើងលាបក្រែមទេគ្រាន់តែឃើញឡូក្រែម Juicy Crystal យើងហ្នឹងមានទាំងអស់6ហើយក្បាលគេគឺជាក្បាលដែកងាយស្រួលក្នុងការម៉ាស្សាបបូមាត់យើងឲ្យត្រជាក់ហើយណាមួយវាស្រួល blend ខ្លាំងមែនតែនលេខ1មិញហ្នឹងគឺមានផ្លេកលេខ6រៀងស្រាលហើយដោយសារតែ packaging វាស្តៀងគ្នាចាំបានខ្ញុំដាក់2ជាប់គ្នាចាំ packaging 2ហ្នឹងគឺវាស្តៀងគ្នាពណ៌ចេញមកក៏រៀងឆ្លៀសគ្នាដែរ652ហើយនិង653បន្ទាប់មកគឺ654និង654នេះអ្នកនរគ្នារៀងក្រហមគឺក្រហមឆេះហ្មងណាបើ655នេះរៀងបែកទឹកក្រូចក៏ផ្កាឈូកអញ្ចឹងពណ៌គឺស្អាតខ្លាំងមែនតែនឥឡូវនេះ Juicy មាន30% discount ណាគឺអាចរើសបាន